មានបងប្អូនខ្លះចំណាយពេលដល់ទៅ2ទៅ3ម៉ោងជារៀងរាល់ថ្ងៃដោយគ្រាន់តែអង្គុយតបអ៊ីមែលអញ្ចឹងបើសិនបើបងប្អូននៅតែធ្វើដោយរបៀបហ្នឹងឈប់បន្តិចសិនថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបប្រែក្លាយការងារ3ម៉ោងមកសល់ត្រឹមតែ30វិនាទីតែប៉ុណ្ណោះដោយការបង្កើត AI Email Assistant សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់បងប្អូនធ្វើការងារការិយាល័យធ្វើការងាររដ្ឋឬម្ចាស់អាជីវកម្ម SME ប្រកាសជាយល់អារម្មណ៍មួយនេះចូលធ្វើការពេលព្រឹកព្រលឹមបើកកុំព្យូទ័រមកប៊ូមអ៊ីមែល30ទៅ40ត្រៀបត្រាទាំងមេទាំងកូនចៅគឺរវល់ពេញមួយព្រឹកធំតែម្ដងដល់យើងត្រូវអង្គុយវាអក្សរតបឡើងចុកដៃខ្លះអក្សរខ្មែរខ្លះអក្សរអង់គ្លេសរហូតដល់គិតការងារធំអត់បានឥឡូវនេះផ្សើជាងមុនដោយសារតែយើងមាន ChatGPT និង Cloud AI ដើម្បីជួយសរសេរឲ្យយើងក៏ប៉ុន្តែនៅក្នុងតារបៀបមួយដែលពិបាកនៅក្នុងការធ្វើការដដែលដោយយើងត្រូវ copy អត្ថបទពី email ទាំងអស់ហ្នឹងយកទៅផាសចូល AI ហើយបន្ទាប់មកយើងត្រូវសរសេរព្រមហើយ copy ចម្លើយដែល AI បញ្ចេញឲ្យយើងហ្នឹងយកទៅផាសហើយ send ទៅ email អញ្ចឹងរបៀបធ្វើបែបហ្នឹងគឺចំណាយពេលបងប្អូនយ៉ាងច្រើនតែម្ដងក៏ប៉ុន្តែបើសិនបើបងប្អូនទាំងអស់គ្នាចេះ automation បងប្អូនទាំងអស់គ្នាអត់ចាំបាច់ធ្វើអញ្ចឹងទេអញ្ចឹងជាឧទាហរណ៍ខ្ញុំនឹងទៅបើក automation ឲ្យបងប្អូនទាំងអស់គ្នាមើលតែម្ដងនៅពេលដែលបងប្អូនចេះ automation យើងអាចធ្វើបែបនេះបាននៅ module ទី1យើងអាច set up email ធ្វើជាឆ្មាំចាំទ្វារនៅពេលដែល email គេផ្ញើចូលមុខមិនថា30 40ឬក៏ច្រើនជាងនឹងទេ AI នឹងចាប់ផ្ដើមចូលទៅអានរាល់ mail ទាំងអស់ហ្នឹងបន្ទាប់ពីអានចប់ហើយវានឹងចាប់ផ្ដើម generate ជា answer ឲ្យយើងអញ្ចឹងបន្ទាប់ពី generate ជា answer ហើយគឺយើងអាច set up Telegram នៅទីនេះបានដើម្បីឲ្យឆ្លងកាត់យើងមកតង់សិនឆ្លងកាត់ការត្រួតពិនិត្យពីយើងអញ្ចឹងបើសិនបើយើងអូខេហើយយើង confirm យកអញ្ចឹងបន្ទាប់ពីយើង confirm យកហើយបានវាផ្ញើត្រឡប់ទៅកាន់គេវិញពេលដែលបងប្អូនចាស់បែបហ្នឹងបងប្អូនធ្វើតែម្ដងចំណេញបាន3ម៉ោងជារៀងរាល់ថ្ងៃអញ្ចឹងបើសិនបើបងប្អូនទាំងអស់គ្នាចង់ចេះ AI automation សម្រាប់ការងាររដ្ឋបាលនៅ skill នេះយើងក៏មាន AI course មួយដែរដែលយើងមានឈ្មោះថា AI Office Automation The Command Center អបសិនបើបងប្អូនទាំងអស់គ្នាចង់ចុះឈ្មោះចូលរៀនគ្រាន់តែ comment ពាក្យថា AI Office Automation ខ្ញុំនឹងទម្លាក់ដំណរសម្រាប់បងប្អូនចុះឈ្មោះចូលរៀនអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំសូមបញ្ចប់ប៉ុណ្នេះសូមអរគុណនិងសូមជម្រាបលា